ហេតុអ្វីបានជាមនុស្សភាគច្រើនងាយនឹងបោះបង់យើងទាំងអស់គ្នាប្រហែលជាធ្លាប់ចាប់ផ្ដើមធ្វើអីមួយដោយក្តីរំភើបនិងក្តីសង្ឃឹមខ្ពស់វាអាចជាការបង្កើតអាជីវកម្មថ្មីមួយការចាប់ផ្ដើម Channel YouTube ការហាត់ប្រាណការរៀនជំនាញថ្មីឬការដើរតាមក្តីសុបិនណាមួយរបស់ខ្លួននៅដំណាក់កាលដំបូងៗអ្វីៗមើលទៅដូចជាងាយស្រួលយើងមានកម្លាំងចិត្តមានការលើកទឹកចិត្តនិងមានការជឿជាក់ថានឹងទទួលបានជោគជ័យក្នុងពេលឆាប់ៗប៉ុន្តែពេលវេលាកន្លងផុតទៅយើងចាប់ផ្ដើមជួបការលំបាកលទ្ធផលមិនទាន់ឃើញភ្លាមៗដូចអ្វីដែលយើងរំពឹងទុកការងារកាន់តែពិបាកហើយការសង្ស័យក៏ចាប់ផ្ដើមកើតឡើងនៅក្នុងចិត្តនៅចំណុចនេះមនុស្សជាច្រើនជ្រើសរើសការបោះបង់ចោលមូលហេតុធំបំផុតមួយដែលធ្វើឲ្យមនុស្សបោះបង់ចោលលឿនពេកគឺពួកគេរំពឹងថាលទ្ធផលនឹងមកដល់ឆាប់ៗសប្តាហ៍ថ្ងៃនេះយើងតែងតែឃើញរឿងរ៉ាវជោគជ័យនៅលើបណ្ដាញសង្គមយើងឃើញមនុស្សរកលុយបានច្រើនមានអ្នកគាំទ្រច្រើនឬសម្រេចក្តីសុបិនរបស់ពួកគេប៉ុន្តែអ្វីដែលយើងមិនសូវមើលឃើញនោះគឺការខិតខំប្រឹងប្រែងជាច្រើនឆ្នាំកំហុសជាច្រើនដងនិងការតស៊ូដែលនៅពីក្រោយភាពជោគជ័យទាំងអស់នោះដូច្នេះហើយមនុស្សជាច្រើនគិតថាប្រសិនបើខ្លួនមិនឃើញលទ្ធផលក្នុងរយៈពេលខ្លីនោះមានន័យថាពួកគេបរាជ័យជំនឿបែបនេះធ្វើឲ្យពួកគេបោះបង់ការព្យាយាមមូលហេតុមួយទៀតគឺមនុស្សភាគច្រើនមិនអាចឆ្លងកាត់ដំណាក់កាលកណ្ដាលបានការចាប់ផ្ដើមអ្វីមួយគឺគួរឲ្យរំភើបហើយការទទួលបានជោគជ័យក៏គួរឲ្យរីករាយដែរប៉ុន្តែរយៈពេលនៅចន្លោះទាំងពីរនេះគឺដំណាក់កាលដែលពិបាកបំផុតវាជាពេលដែលការងារមើលទៅដូចធម្មតាមិនមានអ្វីថ្មីនិងមិនទាន់ឃើញលទ្ធផលច្បាស់លាស់មនុស្សជាច្រើនធុញទ្រាន់ហើយគិតថាការខិតខំរបស់ពួកគេគ្មានប្រយោជន៍ដោយសារតែបែបនេះពួកគេក៏សម្រេចចិត្តបោះបង់ការពិតគឺការរីកចម្រើនភាគច្រើនកើតឡើងនៅពេលដែលយើងមិនទាន់មើលឃើញវាដូចជាគ្រាប់ពូជមួយដែលត្រូវបានដាំនៅក្នុងដីនៅថ្ងៃដំបូងឬសប្តាហ៍ដំបូងយើងមិនមើលឃើញអ្វីលូតលាស់នោះទេប៉ុន្តែនៅក្រោមដីឫសរបស់វាកំពុងលូតលាស់យ៉ាងរឹងមាំជីវិតរបស់យើងក៏ដូចគ្នារាល់ថ្ងៃដែលយើងរៀនរាល់ថ្ងៃដែលយើងអនុវត្តនិងរាល់កំហុសដែលយើងបានរៀនពីវាសុទ្ធតែជាការរីកចម្រើនទោះបីជាយើងមិនទាន់មើលឃើញលទ្ធផលក៏ដោយការភ័យខ្លាចក៏ជាហេតុផលមួយដែលធ្វើឲ្យមនុស្សបោះបង់ដែរមនុស្សជាច្រើនខ្លាចបរាជ័យខ្លាចគេរិះគន់ឬខ្លាចមើលទៅដូចជាមិនជោគជ័យនៅចំពោះមុខអ្នកដទៃពេលខ្លះពួកគេជ្រើសរើសការបោះបង់ជាងការបន្តទៅមុខដោយសារតែពួកគេមិនចង់ជួបនឹងការខកចិត្តប៉ុន្តែការពិតកំហុសនឹងការបរាជ័យគឺជាផ្នែកមួយនៃការរីកចម្រើនមនុស្សជោគជ័យទាំងអស់សុទ្ធតែធ្លាប់បរាជ័យអ្វីដែលធ្វើឲ្យពួកគេខុសពីអ្នកដទៃគឺពួកគេមិនឈប់នៅពេលដែលជួបបញ្ហាមូលហេតុមួយទៀតគឺការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃនៅពេលដែលយើងឃើញអ្នកផ្សេងទទួលបានលទ្ធផលល្អជាងឬរីកចម្រើនលឿនជាងយើងអាចមានអារម្មណ៍ថាខ្លួនឯងនៅឆ្ងាយពីគោលដៅការប្រៀបធៀបបែបនេះធ្វើឲ្យយើងបាត់បង់ទំនុកចិត្តនិងឆាប់បោះបង់ប៉ុន្តែមនុស្សម្នាក់ៗមានដំណើរផ្សេងគ្នាអ្នកខ្លះត្រូវការពេលយូរអ្នកខ្លះត្រូវការពេលខ្លីអ្វីដែលសំខាន់គឺការបន្តរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃជាចុងក្រោយមនុស្សជាច្រើនមិនដឹងថាភាពជោគជ័យគឺជាការកើតឡើងបន្តបន្ទាប់ពីរយៈពេលដ៏លំបាកមួយពេលខ្លះយើងខិតខំអស់រយៈពេលច្រើនខែច្រើនឆ្នាំដោយមិនបានឃើញអ្វីផ្លាស់ប្ដូរប៉ុន្តែភ្លាមៗនោះឱកាសថ្មីចាប់ផ្ដើមមកដល់ជំនាញរបស់យើងកាន់តែល្អហើយលទ្ធផលក៏ចាប់ផ្ដើមបង្ហាញខ្លួនគួរឲ្យសោកស្ដាយណាស់មនុស្សជាច្រើនជ្រើសរើសការបោះបង់មុនពេលដែលឈានដល់ចំណុចនោះមេរៀនសំខាន់គឺភាពជោគជ័យមិនមែនអាស្រ័យលើភាពឆ្លាតវៃឬទេពកោសល្យតែម្យ៉ាងទេប៉ុន្តែវាអាស្រ័យលើការមិនបោះបង់អ្នកដែលបន្តទៅមុខទោះបីជាផ្លូវពិបាកក៏ដោយអ្នកដែលនៅតែព្យាយាមទោះបីជាលទ្ធផលមិនទាន់មកដល់ក៏ដោយនិងអ្នកដែលមិនឈប់រៀនពីកំហុសរបស់ខ្លួនគឺជាអ្នកដែលមានឱកាសខ្ពស់ក្នុងការទទួលបានជោគជ័យពេលខ្លះភាពខុសគ្នារវាងអ្នកជោគជ័យនិងបរាជ័យគឺគ្រាន់តែជាការព្យាយាមបន្ថែមមួយថ្ងៃទៀតបន្ថែមមួយជំហានទៀតនិងមិនបោះបង់ចោលនៅពេលដែលអ្នកដទៃបានឈប់រួចទៅហើយ